តែកាលណាកូនមនុស្សនឹងមកក្នុងសេរីល្អរបស់លោកមានទាំងពុទ្ធទេវតាបរិសុទ្ធទាំងអស់គ្នាមកជាមួយនោះលោកនឹងឡើងគង់លើបល្ល័ង្ករុងរឿងឧត្តមរបស់លោករួចគ្រប់ទាំងសះនឹងត្រូវប្រមូលគ្នានៅចំពោះលោកហើយលោកនឹងញែកគេចេញពីគ្នាដូចជាអ្នកកងវាលដែលញែកជាមចេញពីពពែដែររួចនឹងដាក់ជាមនៅខាងស្ដាំហើយពពែនៅខាងឆ្វេងនោះលោកដ៏ជាស្ដេចនឹងមានព្រះបន្ទូលទៅពួកអ្នកដែលនៅខាងស្ដាំថាអោពួកអ្នកដែលព្រះបិតាយើងបានប្រទានពរអើយចូលមកទទួលមរតកចុះគឺជានគរដែលបានរៀបចំទុកសម្រាប់អ្នករាល់គ្នាតាំងពីកំណើតលោកីមកពីព្រោះយើងបានឃ្លានហើយអ្នករាល់គ្នាបានឲ្យបរិភោគយើងបានស្រែកហើយអ្នករាល់គ្នាបានឲ្យផឹកយើងជាអ្នកដតីហើយអ្នករាល់គ្នាបានទទួលយើងនៅអាក្រាតហើយអ្នករាល់គ្នាបានស្លៀកពាក់ឲ្យយើងបានឈឺហើយអ្នករាល់គ្នាបានមកសួរយើងក៏ជាប់គុកហើយអ្នករាល់គ្នាបានមកឯយើងនោះពួកមនុស្សសុចរិតនឹងទូលសួរទ្រង់ថាព្រះអម្ចាស់អើយតើយើងខ្ញុំបានឃើញទ្រង់ស្រែកឃ្លានហើយបានថ្វាយទ្រង់សោយពីកាលណាតើយើងខ្ញុំបានឃើញទ្រង់ជាដតីហើយបានទទួលទ្រង់ពីកាលណាឬទ្រង់អាក្រាតហើយបានបំពាក់ថ្វាយទ្រង់ពីកាលណាតើយើងខ្ញុំបានឃើញទ្រង់ឈឺឬជាប់គុកហើយបានមកឯទ្រង់ពីកាលណាហើយនោះស្ដេចនឹងឆ្លើយទៅគេថាយើងប្រាប់អ្នករាល់គ្នាជាប្រកាសថាដែលអ្នករាល់គ្នាបានធ្វើការទាំងនោះដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះនោះឈ្មោះថាបានធ្វើដល់យើងដែររួចទ្រង់នឹងមានព្រះបន្ទូលទៅពួកខាងឆ្វេងទៀតថាពួកអ្នករាល់គ្នាដែលទៅបណ្ដាសាអើយចូលថយពីអញចេញទៅក្នុងភ្លើងដែលឆេះអស់កលជានិច្ចដែលបានរៀបចំទុកសម្រាប់អារក្សហើយនឹងពួកទេវតារបស់វាវិញពីព្រោះអញបានឃ្លានតែឯងរាល់គ្នាមិនបានឲ្យបរិភោគទេយើងបានស្រែកហើយអ្នករាល់គ្នាមិនបានឲ្យផឹកទេអញជាអ្នកដតីតែឯងរាល់គ្នាមិនបានទទួលសោះអញនៅអាក្រាតតែឯងរាល់គ្នាមិនបានស្លៀកពាក់ឲ្យអញទេអញក៏ឈឺហើយនៅជាប់គុកតែឯងរាល់គ្នាមិនបានមកសួរសោះរួចគេនឹងទូលសួរទ្រង់ថាព្រះអម្ចាស់អើយតើយើងខ្ញុំបានឃើញទ្រង់ឃ្លានឬស្រែកឬជាអ្នកដតីឬនៅអាក្រាតឬឈឺឬជាប់គុកហើយមិនបានទៅជួយទ្រង់នោះពីកាលណានោះទ្រង់នឹងមានព្រះបន្ទូលតបថាអញប្រាប់អ្នករាល់គ្នាជាប្រកាសថាដែលមិនបានធ្វើការទាំងនោះដល់អ្នកយ៉ាងទៅបំផុតក្នុងពួកអ្នកទាំងនេះនោះឈ្មោះថាមិនបានធ្វើដល់អញដែរឯពួកអ្នកទាំងនោះនឹងថយទៅមានទោសអស់កលជានិច្ចតែពួកសុចរិតនឹងចូលទៅក្នុងជីវិតដ៏នៅអស់កលជានិច្ចវិញ